ជំរាបសួរគ្នាយើងដល់គ្នានឹងហើយមួយរយៈនេះអត់បានចេញវីដេអូម៉ូតទេគ្នាយើងអធិស្ឋានមែនតើព្រោះអត់សូវមានម៉ូតថ្មីយកមកចែកជូនគ្នាយើងហ្នឹងឯងព្រោះតែនេះវារៀងពិបាករកម៉ូតមែនតើឥឡូវថ្ងៃនេះខ្ញុំមានម៉ូតមួយទៀតហើយសម្រាប់ចែកជូនគ្នាយើងយកទៅលេង survival នេះអ្នកនរគ្នាអាចមើលឲ្យវ៉ាន់បានគឺច្រើនមែនតើឥឡូវខ្ញុំនឹងធូលឲ្យវ៉ាន់នេះចែកជូនគ្នាយើងហ្នឹងហើយរបស់ទាំងអស់ហ្នឹងវាប្រៀបបានដូចជារទេះមួយចឹងហើយយើងក៏អាចផ្ទុករបស់បានដែរគ្នាយើងនេះនៅពេលយើងផ្ទុកទៅវាមានហប់ម្នាក់គឺលយមែនតែនហើយវាមានពណ៌ផ្សេងពីគ្នាទៅតាមឈើដែលយើងផលិតចូលមកកាន់រទេះនេះម្ដងរទេះនេះពិសេសមែនតែនគ្នាយើងរទេះនេះយើងអាចជិះបានហើយមិនតែប៉ុណ្ណោះទេយើងអាចជិះជាមួយនឹងគ្នាបើយើងបានច្រើនអ្នកណាយើងអាចភ្ជាប់ជាមួយនឹងសេះបានណាហើយវាជិះបានច្រើនអ្នកមែនតែនគ្នាយើងមើលខ្សលកន្លែងគឺច្រើនមែនតែនវាក៏មានពណ៌ទៅតាមឈើដែលយើងផលិតផងដែរស្អាតណាគ្នាយើងអើយម៉ូតនេះអ្វីដែលល្អបំផុតគឺថាវាមានពណ៌ជាមួយនឹងពណ៌ភីងកោបស្រីសម្រាប់កូនសោមួយនេះវាអាចដោះជាមួយនឹងរទេះនឹងយកមកទុកវិញបានអានេះជាអត្ថប្រយោជន៍របស់កូនសោមួយហ្នឹងអានេះរបៀបក្រាបគ្នាយើងរបៀបក្រាបចូលវានេះយើងត្រូវការកង់រទេះដែរដើម្បីក្រាបយករបស់ទាំងអស់ហ្នឹងណាឥឡូវនេះខ្ញុំបដោតទៅលើសេះនេះគ្នាយើងសេះហ្នឹងគឺថាលឿនមែនតើយើងពិបាកចាប់ណារត់លឿនមែនតើហ្មងណាហើយបើសិនជាគ្នាយើងចង់ចាប់វាតម្រូវឲ្យគ្នាយើងចុចអោនកុំឲ្យវានេះកុំឲ្យវាភ័យពេលដែលអ្នកគ្នារត់ទៅវាភ័យហើយគ្នាយើងអាចជិះថែមវារហូតដល់វាលោតបេះដូងមកគឺយើងអាចដាក់ជាមួយនឹងកៅអៅហើយនឹង shadow បានដែរតែប៉ុណ្្នឹងគឺយើងអាចជិះបានហើយអ្វីដែលខ្ញុំស្អប់បំផុតគឺថាវាយឺតខ្លាំងមែនតើគ្នាយើងអាចមើលបានប៉ុន្តែរូបរាងរបស់វាគឺស្អាតណាតែអ្វីដែលសំខាន់គឺវារត់យឺតមែនតើហ្មងអើយដល់កវីដេអូថ្ងៃហ្នឹងមានប៉ុណ្្នឹងឯងហ្នឹងហើយសម្រាប់ link download នៅក្នុង channel Telegram